សួស្តីបងប្អូនវីដេអូនេះដែរខ្ញុំនិយាយពីឆ្កែខ្ញុំពីក្បាលនេះមួយលឿងនេះវាងាប់បាត់ហើយបងប្អូនអើយតែយើងនិយាយលក្ខណៈថាយើងស្រឡាញ់សំណោះសំណោកវានិយាយថាវាស្លាប់ទៅមួយកូនលឿងហ្នឹងយកមកពីគ្នាមកតាំងពីទូច2នាក់គ្នាវាហ្នឹងហើយឥឡូវមួយលឿងហ្នឹងបានធំរៀងដូចជំទង់ឥឡូវគ្នាស្លាប់បាត់ហើយស្លាប់មុខមកទ្វារអត់ដឹងថាទៅស៊ីអីខុសផ្ទះគេឬក៏គ្នាកើតជំងឺអីឈឺតែមួយយប់ស្រាប់ដេកស្លាប់នៅមុខមាត់ទ្វារហ្នឹងហើយគ្នាប៉ុនតាមតាំងទូចវាឆ្លាតនេះវីដេអូខ្លះខ្ញុំថតគ្នាតាំងពីតូចរហូតដល់ធំអញ្ចឹងរូបភាពវីដេអូគ្នាអីនៅពេញទូរស័ព្ទដោយសារមនុស្សខ្ញុំស្រឡាញ់សត្វភាគច្រើនខ្ញុំស្រឡាញ់សត្វឆ្កែដោយសារសត្វឆ្កែវាដូចគេថាសត្វវាមានភក្ដីភាពចំពោះម្ចាស់អញ្ចឹងណាវាស្រឡាញ់ម្ចាស់មិនគិតថាម្ចាស់ធ្វើបាបឬក៏អីវាអញ្ចឹងណាហើយវាតាមគ្រប់ក្លោកក្លៀតខ្ញុំចំឆ្កែមាន3ពណ៌ខ្មៅហើយពណ៌លឿង2ហ្នឹងតែលឿង2ហ្នឹងទូចលឿង1ខ្មៅ1អាហ្នឹងបងប្អូនវាបង្កើតយកមកតាំងតូចហើយអានេះបងប្អូនវា2ក្បាលបងប្អូនតាំងពីដាក់បាយស៊ីហើយក៏អីហ្នឹងភាគច្រើនខ្ញុំថតលេងអីចឹងណាតែស្រឡាញ់ហើយឥឡូវវាទៅបាត់ចឹងហើយខ្ញុំធ្វើវីដេអូផុសទុកជាអនុស្សាវរីយ៍អីចឹងណាដោយសារអារម្មណ៍មនុស្សស្រឡាញ់សត្វបងប្អូនយល់ហើយឥឡូវនៅសល់តែ2ចេញមកមុខផ្ទះទៅបាត់មួយបាត់ហើយគ្នាឈឺតាមមួយយប់មួយថ្ងៃទៅបាត់ចឹងមិនថាជីវិតសត្វលោកអត់ទៀងមែនបងប្អូនអើយមិនថាមនុស្សឲ្យសត្វអីទេហើយវាឆ្លាតមែនទែនពណ៌លឿងនេះវាកាចជាខ្មៅតែខ្មៅវាធំឆ្អឹងធំជាងនេះខ្ញុំមុជទឹកឲ្យខ្មៅហើយដល់ពេលហើយឥឡូវវាលោតកថោងគ្នាវា3នាក់ហ្នឹងបងប្អូនវាប៉ាន់ព្រុសរបស់វានិយាយរួមថតវីដេអូវាសឹងរាល់ថ្ងៃតាំងពីទូចរហូតដល់វាត្រើសជំទង់អានេះខ្ញុំសល់ថ្នាំលាបសក់ពីលាបក្បាលហ្នឹងតែបំណងគូឲ្យគ្នាស្អាតមើលទៅរៀងប្លែកគ្មានចេតនាគូឲ្យគ្នាអាក្រក់តពេលគូមើលទៅឡើងកវាមតែដល់ពេលធំទៅអាលុបវិញមើលទៅរៀងស្អាតរៀងប្លែកចឹងណាបងប្អូនអានេះវីដេអូគ្នាប្រហែលថ្ងៃចុងក្រោយនេះមុនគ្នាស្លាប់នឹងវីដេអូចុងក្រោយបងប្អូន